ខ្ញុំខ្លាយទៅជារថយន្តសំខ្លួនបន្ទាន់ហើយយើងខ្ញុំយកអ្នកជំងឺពីខេត្តបាត់ដំបងនៅតែជូនគាត់ទៅដល់ពេជ្រនិលពីជើងប្រទេសមកទៅដល់ត្បូងបងខ្ញុំយកការនេះអរគុណទៅដល់ចលនាស្ត្រីគណៈបកសង្គ្រោះជាតិនៅអាមេរិកខាងជើងដែលបានជួយអ៊ំស្រី$200អ៊ំស្រីបានវះក្បាលម្ដងហើយមែនទេចាឥឡូវអ៊ំហើយអ៊ំស្រីបានដួលបាក់តាគៀកហើយគ្រួសាររបស់អ៊ំស្រីនឹងអស់ហើយលក់ខ្ទីអស់ដីធ្លីលក់អស់ហើយអត់មានសល់អីសល់តែប៉ុណ្្នឹងអស់រយៈពេល2ឆ្នាំហើយពេទ្យណាក៏លេងមើលហើយឥឡូវខ្ញុំនឹងជូនគាត់ទៅពេទ្យនៅពេជ្រនិលជាពេទ្យអន្តរជាតិជាមួយគ្នានេះដែរក៏មានគ្រួសារអ៊ំឆោមក៏ជឿលក់ក៏អស់ដែរអ៊ំឆោមដើរលេងរួចហើយគ្រាបើថាដាក់ទៅគឺគាត់ទៅហើយអញ្ចឹងតម្រាំតែអ៊ំឆោមសុកចិត្តទៅពេទ្យខ្ញុំវល់ប្រហែលដងហើយប្រហែលខែហើយគាត់មិនព្រមទៅថ្ងៃនេះអ៊ំឆោមដូចជាសុកចិត្តចាក់ថ្នាំសេរ៉ូមអីស្រួលពួលបានទៅជាក់ខ្លួនបានសុកចិត្តអញ្ជើញទៅអញ្ចឹងឃើញថាបញ្ហានៃភាពអស់សង្ឃឹមរបស់ប្រជាពលរដ្ឋយើងលក់ដីលក់ស្រែលក់ចម្ការអញ្ចឹងសល់តែខ្លួននេះដោយសារអីដោយសារសេវាសុខភាពគ្មានគុណភាពហើយគិតថ្លៃថវិកាជាតិសម្រាប់សេវាសុខភាពក៏ដូចជាសេវាអប់រំដែរថវិកាជាតិយ៉ាងតិច25%ដើម្បីអាចឲ្យប្រជាពលរដ្ឋយើងទទួលបានសេវាសុខភាពមួយដែលមានគុណភាពជីវិតរបស់ប្រជាពលរដ្ឋយើងជាពិសេសអ្នកក្រីក្រនោះជាជីវិតដែលមានតម្លៃដើម្បីបានថវិកា25%នៃថវិកាជាតិកាត់បន្ថយអំពើពុករលួយស្ថាប័នណាដែលមិនគួរបន្ថែមឬមួយក៏មិនគួរឲ្យមានទេកាត់ចេញដើម្បីយកថវិកាចូលថវិកាជាតិសម្រាប់យកមកផ្គត់ផ្គង់ការសិក្សាកូនចៅរបស់យើងជំងឺអាយុជីវិតរបស់ប្រជាពលរដ្ឋកសិករប្រជាពលរដ្ឋក្រីក្ររបស់យើងសូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់ដែលជាខ្មែរស្រឡាញ់ខ្មែរជួយខ្មែរសូមជួយមេត្តាបន្តនៅថវិកាសម្រាប់ឲ្យយើងខ្ញុំចុះទៅដល់មូលដ្ឋានឃើញនៅភាពវេទនារបស់ប្រជាពលរដ្ឋយើងដើម្បីយើងជួយយើងជាអ្នកតំណាងរាស្ត្រចុះទៅជួយបន្តទៅទៀតចាសសូមអរគុណ